ការឡើងកម្ដៅផ្ទៃទឹកសមុទ្រនៅមហាសមុទ្រប៉ាស៊ីហ្វិកបានជំរុញឲ្យនៅវិទ្យាសាស្ត្រព្រមានពីការកើនឡើងនៃបាតុភូត Super El Niño ក្នុងឆ្នាំ2026ដែលអាចរុញច្រានសីតុណ្ហភាពភពផែនដីឲ្យហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាននិងបង្កជាវិបត្តិអាកាសធាតុក៏ដូចជាកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរនៅទូទាំងពិភពលោកឆ្នាំ2026ត្រូវបានគេព្យាករណ៍ថាអាចជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រដោយសារទិន្នន័យពីមជ្ឈមណ្ឌលអាកាសធាតុពិភពលោកបានបង្ហាញពីការចាប់ផ្ដើមនៃកាលនីញ៉ូដ៏ខ្លាំងក្លានិងកម្រកើតមានបំផុតនេះចាប់តាំងពីដើមឆ្នាំមកបាតុភូត El Niño ជាទូទៅសំដៅដល់ការកើនឡើងសីតុណ្ហភាពផ្ទៃទឹកសមុទ្រនៅតំបន់កណ្ដាលនិងភាគខាងកើតអេក្វាទ័រនៃមហាសមុទ្រប៉ាស៊ីហ្វិកក្នុងវដ្តពី2ទៅ7ឆ្នាំម្ដងប៉ុន្តែក្នុងករណីកម្រវានឹងវិវត្តទៅជា Super El Niño នៅពេលដែលសីតុណ្ហភាពផ្ទៃទឹកសមុទ្រកើនឡើងខ្ពស់ជាងកម្រិតមធ្យមយ៉ាងហោចណាស់2អង្សាសេចាប់តាំងពីឆ្នាំ1950មកពិភពលោកទើបតែកត់ត្រាព្រឹត្តិការណ៍នេះបាន5ដងប៉ុណ្ណោះដោយលើកចុងក្រោយគឺក្នុងឆ្នាំ2015-2016សម្រាប់ឆ្នាំ2026នេះទីភ្នាក់ងារគ្រប់គ្រងបរិយាកាសនិងមហាសមុទ្រជាតិអាមេរិក NOAA បានព្យាករណ៍ថាមានឱកាសរហូតដល់ 82% ដែល El Niño នឹងលេចឡើងចន្លោះខែឧសភាដល់កក្កដានិងមានលទ្ធភាព 96% ក្នុងការអូសបន្លាយដល់រដូវរងាមជ្ឈមណ្ឌល CCSR/IRR ថែមទាំងវាយតម្លៃលទ្ធភាពនេះខ្ពស់រហូតដល់ 98%ដោយអាចធ្វើឲ្យសីតុណ្ហភាពមហាសមុទ្រហក់ឡើងខ្ពស់ជាងមជ្ឈមភាពរហូតដល់ 2.5 អង្សាសេការប្រែប្រួលនេះបណ្ដាលមកពីសម្ពាធបរិយាកាសធ្វើឲ្យកម្លាំងខ្យល់ចុះខ្សោយឬប្តូរទិសដៅរុញច្រានផ្ទាំងទឹកក្តៅពីប៉ាស៊ីហ្វិកខាងលិចទៅភាគខាងកើតបច្ចុប្បន្នអ្នកស្រាវជ្រាវបានរកឃើញរលកកម្ដៅក្រោមបាតសមុទ្រយ៉ាងខ្លាំងក្លាដែលកំពុងផ្លាក់ទីទៅទិសខាងកើតដល់នៅជម្រៅពី50ទៅ150ម៉ែត្រសីតុណ្ហភាពទឹកសមុទ្រកន្លែងខ្លះខ្ពស់ជាងមជ្ឈមភាពរហូតដល់6អង្សាសេផលប៉ះពាល់ជាសកលនៃ Super El Niño នឹងបង្កឲ្យមានអាកាសធាតុខុបប្រក្រតីនៃជុំវិញពិភពលោកនៅអាមេរិកខាងជើងតំបន់ភាគខាងជើងអាមេរិកនិងកាណាដាខាងលិចនឹងមានរដូវរងាក្តៅជាងធម្មតាចំណែកឯតំបន់ឆ្នេរសមុទ្រមិចស៊ិកនិងអាមេរិកអាកានេនឹងជួបប្រទះភ្លៀងខ្លះខ្លាំងនិងទឹកជំនន់ទន្ទឹមនឹងនេះសកម្មភាពជូរសង្ហរនៅមហាសមុទ្រអាត្លង់តិកនិងសមុទ្រការីបនឹងត្រូវកាត់បន្ថយប៉ុន្តែវានឹងកើនឡើងវិញនៅតំបន់ប៉ាស៊ីហ្វិកកណ្ដាលនិងខាងកើតដែលបង្កហានិភ័យដល់កោះហាវីកម្រិតទឹកភ្លៀងពិភពលោកក៏នឹងប្រែប្រួលទាំងស្រុងផងដែរដោយតំបន់អាមេរិកខាងជើងភាគខាងជើងនិងតំបន់ស្នេហ៍អាហ្វ្រិកនឹងទទួលបានទឹកភ្លៀងកើនឡើងផ្ទុយទៅវិញតំបន់អូស្ត្រាលីឥណ្ឌូនេស៊ីនិងអាស៊ីខាងកើតនឹងត្រូវប្រឈមមុខនឹងគ្រោះរាំងស្នៅអូសបន្លាយដែលទីភ្នាក់ងារឧតុនិយមឥណ្ឌាបានព្រមានពីការធ្លាក់ចុះរបបទឹកភ្លៀងមৌសុមការលេចឡើងនៃ Super El Niño មិនត្រឹមតែបំផ្លាញទិន្នផលកសិកម្មនិងបង្កើតវិបត្តិកង្វះស្បៀងអាហារប៉ុណ្ណោះទេប៉ុន្តែវាក៏បង្កជាគ្រោះរាំងស្ងោរភ្លៀងឈើព្រៃនិងជំងឺរដ្ឋបាលផងដែរដោយដែលធ្លាប់បានធ្វើឲ្យប្រជាជនជាង30លាននាក់នៅអាហ្វ្រិកខាងជើងធ្លាក់ខុសវិបត្តិមនុស្សផលកាលពីឆ្នាំ2023-2024កម្ដៅដ៏ធំពីមហាសមុទ្រនឹងត្រូវបានភាយចូលទៅក្នុងបរិយាកាសរួមផ្សំជាមួយនឹងបញ្ហាឡើងកម្ដៅសកលស្រាប់ដែលនឹងរុញច្រានឲ្យភពផែនដីទាំងមូលឈានទៅរកការបំបែកកំណត់សីតុណ្ហភាពថ្មីជាបន្តបន្ទាប់នៅក្នុងឆ្នាំ2026ឬឆ្នាំ2027ខាងមុខនេះ